Bạn sụt đấy bông mang vào nó này anh đi ngày ní nhom nòm bông mang vào nó nhưng mà mờ từ từ biệt sợi để đặt tức tại vì cài từ từ cài về làng màn phần lần đấy thì tới sợi ní tăng vì pro máu từ ở miền tực vào đời xong bây giờ tực phliêng có ở đại trời đấy đôi tại bông mang vào nó này khơi nhé nè không sai cứ ở miền tực đấy còn mình tái sợi bờ sợi khiêu lỏ chẳng là bốc mang con mùi chùm nữa có thể ngon là thật ta dân miền đục môn ấy dân pra thì xa bạp ná nằm ở dạy sợi bỏ dưỡng với khiêu bạp này hay cả lò với có lò này gì tới sai níខ្ញុំបាញ់ជីមប៉ុនចំនួន3ប្រភេទបាញ់ចូលគ្នាខ្ញុំបាញ់ពពួកជីមប៉ុន NPK វគ្គ1ហើយខ្ញុំបូកជាមួយនឹងពពួកហុយមិចហើយចំពោះហុយមិចនេះពុកម៉ែបងប្អូនទាំងគ្នាអាចប្រើពពួកហុយមិចម្សៅក៏បានហើយពពួកហុយមិចទឹកក៏បានដែរហើយខ្ញុំបូកជាមួយនឹងប្រភេទអរម៉ូនពពួកអាតូនិកពុកម៉ែបងប្អូនទាំងគ្នាអាចប្រើអាតូនិកក៏បានពពួកស៊ីវីតក៏បានដែរយើងបាញ់3មុខនឹងបញ្ចូលគ្នាមកឥឡូវគឺយើងឃើញថាស្រូវវាចាប់ដើមលក្ខណៈណាវាចាប់ដើមឡើងខៀវស្រូវល្អចាប់ដើមល្អសំបីតានិយាយទៅមើលគុំនេះដីសើមតែវាចាប់ដើមបែកគុំបើសិនជាយើងមានទឹកបញ្ចូលឬក៏យើងមានទឹកដិតដល់ទៀតដឹងតែឡើងខ្លាំងប្រហែលស្រូវនេះយើងបាញ់ហើយយើងអត់មានទឹកទេយើងទៅបាញ់បានរយៈពេលដូចជា5ថ្ងៃស្រែនេះបាញ់បាន5ថ្ងៃតែវាអត់មានទឹកបដ ாய் និយាយទៅវាទឹមតែត្រូវភ្លៀងបានមួយសាមដីដូចពុកម៉ែបងប្អូនទាំងគ្នាឃើញជាក់ស្ដែងចឹងអានេះខ្ញុំថតតែគៀនភ្លឺទេបាទហើយនេះខ្ញុំថតតែគៀនភ្លឺទេហើយចំពោះផ្នែកកណ្ដាលនោះពុកម៉ែបងប្អូនទាំងគ្នាអាចមើលឃើញហ្នឹងនិយាយទៅវាសឹងតែល្អជាងគៀនភ្លឺនេះទេបាទពុកម៉ែបងប្អូនទាំងគ្នាឃើញហ្នឹងវានិយាយទៅក្រោយពេលយើងកែប្រែវាឡើងមកវាយើងបាញ់ជីប៉ុនចូលលើស្រូវវាចាប់ដើមលូតលាស់បានល្អជាងមុនបាទស្ដាយបើសិនជាយើងមានទឹកបញ្ចូលគ្រប់គ្រាន់ស្រូវនេះវានឹងល្អជាងនេះតែនេះដោយសារអត់មានទឹកបាទមើលក្នុងស្រែជាក់ស្ដែងបាទអត់មានទឹកបញ្ចូលតែម្ដងដល់ហើយនេះអានេះស្រែវាមានទឹកចាប់កន្លែងដែលវាមានទឹកកន្លែងដែលដើក៏ល្អដែរបាទមើលឥឡូវខ្ញុំដកស្រូវឲ្យមើលថាតើប្រព័ន្ធឬក៏វាលូតលាស់មិនដែរក្រោយពេលយើងបាញ់នេះពុកម៉ែបងប្អូនទាំងអស់គ្នាឃើញទេមើលឫសវាលូតវែងហើយឫសសឆ្ងាយដកមកឬវិញនិយាយទៅស្រូវនេះបើសិនជាមានទឹកមកយើងបាច់ប្រភេទជីក្របចូលស្រូវដឹងតែលូតលាស់និយាយទៅវាស្រូបនៅពពួកសារធាតុចិញ្ចឹមហ្នឹងដឹងតែបានលឿនដែរឬវាដុះមកវិញនិយាយទៅរូបមន្តនេះពុកម៉ែបងប្អូនទាំងគ្នាគួរតែអនុវត្តតាមពីព្រោះអីវាចំណាយតិចតែយើងប្រើពពួកជីមប៉ុន NPK បូកហុយមិចហើយនឹងថែមពពួកអរម៉ូនដូចជាពពួកអាតូនិកពីព្រោះអីវាជួយទៅដល់ប្រព័ន្ធឫសវាជួយជំរុញឲ្យប្រព័ន្ធឫសហ្នឹងវាដុះឫសថ្មីមកហើយឫសវែងឬក៏អាចប្រើមួយពពួកស៊ីវីតក៏បានដែរបាទនេះបងប្អូនឃើញទស្សនភាព